សួស្ដីពុកម៉ែបងប្អូនហ្នឹងហើយថ្ងៃហ្នឹងនាំបងប្អូនមកមើលការបងសំណាញ់ដោយទឹកដៃស្មាត់ប្រចាំភូមិហើយបើនិយាយពីទឹកដៃវិញឃើញកាមេរ៉ាបងមិនបែកក៏ត្រូវតែបែកដែរហ្នឹងហើយបងប្អូនចាំមើលទស្សនាទាំងអស់គ្នាគាត់ឃើញទឹកដៃថាមិនធម្មតាបាទហើយគាត់អត់ចង់បងឲ្យបែកធំខ្លាចជាប់ត្រីបានច្រើនហើយចឹងហើយក៏បងធ្វើមិនបែកទៅហ្នឹងហើយបងប្អូនចាំមើលថាមកសណាញ់នេះវាបានត្រីប្រហែលប្រហែលក្បាលគាត់ថៃលោតវិញលោតចេញអស់ហើយចង់អស់ហើយត្រីដឹងនៅបានប្រមាណនេះចាប់ផ្ដើមច្បូតមកឲ្យបងប្អូនមើលទាំងអស់គ្នាបានប្រហែលជា5 6គ្រាប់ដែរមើលទៅមើលទៅបានក្រែលហើយណា4 10គ្រាប់ដែរតាបងប្អូន